ស៊ីឈ្នួលដើរលក់គ្រឿងញៀនចំនួន90លើកទើបត្រូវបានសមត្ថកិច្ចរបួសជាប់រីឯមេខ្លោងដឹងខ្លួនមុនរត់ចូលព្រៃគេចខ្លួនបាត់ឈឹងតែម្ដងជនសង្ស័យម្នាក់ក្នុងចំណោមបកពួក2នាក់ដែលធ្លាប់ស៊ីឈ្នួលដើរជួញដូរគ្រឿងញៀនឲ្យមេខ្លោងរហូតដល់ទៅ90លើកឯណោះទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនបានសម្រាប់រួមនឹងរឹបអូសយកវត្ថុតាងថ្នាំញៀនចំនួន3កញ្ចប់តូចខណៈមេខ្លោងម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលឈឹងចូលទៅក្នុងព្រៃបាត់ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង 10:10 នាទីយប់ថ្ងៃទី24ខែមិថុនាឆ្នាំ2026នៅចំណុចភូមិចំឡក់គុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលលោកវរស្រីឯកព្រំសំណាងអធិការនគរបាលស្រុកគៀនស្វាយបានឲ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះថាវ៉ាន់ផានិតភេទប្រុសអាយុ30ឆ្នាំជាជនជាតិខ្មែរមានមុខរបរមិនពិតប្រាកដនិងមានសារធាតុញៀននៅក្នុងទឹកនោមវិជ្ជមានចំណែកឯបកពួកម្នាក់ទៀតដែលជាមេខ្លោងកំពុងតែរត់គេចខ្លួនមានឈ្មោះថាឆែមស៊ីណាតភេទប្រុសអាយុ46ឆ្នាំជាជនជាតិខ្មែរដែលអ្នកទាំងពីរមានទីលំនៅនៅក្នុងភូមិកើតហេតុខាងលើជាមួយនឹងគ្នានៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនឬក៏យើងហៅថាម៉ាតកកនឹងចំនួន3កញ្ចប់តូចទម្ងន់សរុបគឺ0.59ក្រាមទូរស័ព្ទដៃមួយគ្រឿងនិងសម្ភារៈសម្រាប់ប្រើប្រាស់និងវេចខ្ចប់មួយចំនួនលោកអធិការបានបន្តទៀតថាមុនឈានដល់ការបង្ក្រាបកម្លាំងសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចខាងលើទើបលោកបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកគីនិងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកចុះទៅឃ្លាំមើលមុខសញ្ញាលុះដល់វេលាកើតហេតុមុខសមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យឈ្មោះវ៉ាន់ផានិតហើយក៏បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យស្រាប់តែរកឃើញថ្នាំញៀន3កញ្ចប់តូចលាក់ទុកនៅក្នុងហៅប៉ៅខាងស្ដាំរួចក៏នាំខ្លួនមកសាកសួរតែម្ដងចំពោះនៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនទាំង3កញ្ចប់នេះគឺឈ្មោះឆែមស៊ីណាតជាអ្នកប្រើឲ្យខ្លួនយកមកលក់បន្តដោយកន្លងមកខ្លួនធ្លាប់បានធ្វើការស៊ីឈ្នួលលក់ឲ្យឈ្មោះនេះចំនួន90លើករួចមកហើយពេលលក់បានលុយខ្លួនតែយកទៅប្រគល់ឲ្យឈ្មោះឆែមស៊ីណាតវិញហើយជនរងគ្រោះក៏បានឲ្យថ្នាំញៀនមកខ្លួនដើម្បីប្រើប្រាស់ជាថ្នូរលោកអធិការបានបញ្ជាក់ថាក្រោយទទួលបានចម្លើយសារភាពកម្លាំងសមត្ថកិច្ចបានបន្តចុះទៅដល់ផ្ទះរបស់ជនសង្ស័យឈ្មោះឆែមស៊ីណាតក៏ប៉ុន្តែត្រូវបានជននេះដឹងខ្លួនមុននឹងរត់គេចចូលទៅក្នុងព្រៃបាត់ស្រមោលបច្ចុប្បន្នជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងនិងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកគៀនស្វាយដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ